សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកបង្ហាញនៅរបៀបបន្លឺនៅ Easy Touch បងប្អូនឥឡូវយើងចុចចូល setting ចឹងមកបងប្អូនបាទយើងអូស scroll មកក្រោមដើម្បីមើលសញ្ញារូបមនុស្សឈរចឹងបងប្អូននៅខាងលើបងប្អូននៅខាងលើសញ្ញារូបមនុស្សនៅខាងលើចុចសញ្ញាខៀវៗហ្នឹងបងប្អូនបាទចុចចូលហ្នឹងមកនេះហើយយើង scroll មកខាងលើមើលរូបភាពសញ្ញាចុចម្រាមដៃបងប្អូនចុចម្រាមដៃកន្លែងខ្ញុំចុចចឹងចុចកន្លែងម្រាមដៃហ្នឹងមកហើយយើង scroll មើលខាងលើបងប្អូនខាងលើនៅខាងលើនេះសញ្ញានៅខាងលើយើងចុចចូលមកបាទស្រួលងាយទេបងប្អូននេះខ្ញុំចុចឲ្យបងប្អូនស្រួលមើលចំណាំអញ្ចឹងណាហើយយើងចុចបើកមកវាលោតឲ្យហ្មង Easy Touch បាទ Easy Touch តែម្ដងបាទងាយស្រួលបងប្អូនហើយបងប្អូនណាចូលចិត្តវីដេអូនេះអាចឲ្យសញ្ញារូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីទៀតបងប្អូនសូមអរគុណសូមជម្រាបលា